បាទជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាតាក់ទងជាមួយនឹងមេរៀន Photoshop បាទហើយសម្រាប់មេរៀនខ្ញុំថ្ងៃនេះគឺផ្ដោតសំខាន់សម្រាប់បងប្អូនដែលគាត់ទើបតែនឹងចាប់ផ្ដើមរៀន Photoshop ឬក៏ចាប់អារម្មណ៍ជាមួយកម្មវិធី Photoshop ណាអញ្ចឹងខ្ញុំជឿជាក់ថាបន្ទាប់ពីបងប្អូនបានទស្សនាក៏បានមើលពីមេរៀនបង្ហាញPhotoshop របស់ខ្ញុំចាប់គ្រប់វគ្គទាំងអស់ចាប់ពីមេរៀនទី1រហូតដល់ចប់ខ្ញុំជឿជាក់ថាបងប្អូនប្រកាសជាទទួលបាននៅចំណេះដឹងដែលថ្មីហើយដែលអាចឲ្យបងប្អូនអាចប្រើនៅកម្មវិធី Photoshop នេះបានអូខេឥឡូវយើងកុំបែកញែកទៅឆ្ងាយពេកឥឡូវយើងចាប់ផ្ដើមចូលមកកាន់មេរៀន Photoshop មេរៀនទី1ទាំងអស់គ្នាផងដែរអញ្ចឹងនៅក្នុងមួយមេរៀន Photoshop មកចប់របស់ខ្ញុំជឿជាក់ថាបងប្អូនប្រកាសជាធ្វើបានខ្ញុំអាចនិយាយបានថាអញ្ចឹងបើសិនជាបងប្អូនយកចិត្តទុកដាក់ឲ្យមើលវាចាប់ពីមេរៀនទី1រហូតដល់មេរៀនបញ្ចប់អូខេឥឡូវយើងនឹងចាប់ផ្ដើមនៅមេរៀនទី1ទាំងអស់គ្នាបាទអញ្ចឹងនៅក្នុងមេរៀនទី1នេះគឺខ្ញុំបង្ហាញបងប្អូនតាក់ទងជាមួយនឹង tool ហើយនឹងfunction សំខាន់ខ្លះនៅក្នុងមេរៀនទី1នេះដោយមេរៀនទី1នេះខ្ញុំមានរូបភាពចំនួន3បាទគឺរូបនេះ1រូបនេះ1និងរូបនេះ1 3រូបហ្នឹងគឺយកទៅគុំបញ្ចូលគ្នាបង្កើតជារូបនេះមួយហើយយើងនឹងមានការ design អីតិចតួចថែមអញ្ចឹងគឺមេរៀននេះមើលទៅគឺมันមានអីពិបាកទេសម្រាប់បងប្អូនដែលគាត់ចេះហើយណាតែសម្រាប់បងប្អូនដែលគាត់ចាប់ផ្ដើមរៀនពេលដែលឃើញរូបនេះហាក់បីដូចជាមានចំណាប់អារម្មណ៍ចង់រៀនឥឡូវនេះគឺយើងចាប់ផ្ដើមគឺយើងបើកកម្មវិធី Photoshop ទាំងអស់គ្នាទៅបាទនឹងឲ្យយើងបើកកម្មវិធី Photoshop ទាំងអស់គ្នាហើយសម្រាប់បងប្អូនដែលអត់ទាន់មានកម្មវិធី Photoshop ខ្ញុំនឹងធ្វើវីដេអូបង្ហាញតាក់ទងជាមួយនឹងការរបៀបនៃការ download និងតម្លើង Photoshop នេះគឺក្នុងពេលឆាប់នេះបើមានចង្អល់អីអាចចាំសួរខ្ញុំបន្ថែមទៀតណាអូខេអញ្ចឹងតាក់ទងជាមួយនឹងមេរៀនទី1នេះដែរគឺយើងមានរូប3មិញដែលខ្ញុំបង្ហាញនេះរូប3នេះឥឡូវនេះគឺយើងបើកកម្មវិធី Photoshop ទាំងអស់គ្នាតោះមកយើងយករូប3ហ្នឹងទាញដាក់មកបាទអូខេយើងដាក់មកណាអូខេអញ្ចឹងមានបាទមាន3នេះឥឡូវយើងក៏លេខមើលរូបយើងវិញរូបយើងនេះមាន background មួយពណ៌ស background ពណ៌សឥឡូវយើងបង្កើត background ដើម្បីបង្កើត background បាទឥឡូវខ្ញុំប្រើ notepad សម្រាប់បង្ហាញបងប្អូនតិចណាដើម្បីបង្កើត background ទីក្រោយដើម្បីបង្កើត background បងប្អូនប្រើនេះប្រើ shortcut ក៏បានដែរ control បូក n បាទ control បូក n មកបងប្អូននឹងឃើញ background មួយថ្មីឬក៏បងប្អូនមិនចង់ចុចចឹងទេបងប្អូនចុច file ហើយចុច new មកក៏បានដែរណា control បូក n ឬក៏អញ្ចឹងអានេះគឺ background បាទយើងត្រូវបង្កើត background ពណ៌សមួយព្រោះយើងមើលមករូបនេះគឺយើងឃើញមាន background ពណ៌សមួយមិនអញ្ចឹងហើយយើងបង្កើត background មួយហើយតាក់ទងមួយនេះសង់ទីម៉ែត្រអូខេឥឡូវខ្ញុំប្រើសង់ទីម៉ែត្រណាអញ្ចឹងខ្ញុំដាក់បដោយរូបហ្នឹងដាក់បដោយ50សង់ទីម៉ែត្របាទអូខេដាក់50មកបដោយ50ហើយទៅតឹងហ្នឹងក៏50ដែរអូខេអញ្ចឹងទំហំរូបហ្នឹងគឺពេលដែលយើងធ្វើឲ្យយើងសេវទៅវា 5.74 MB អូខេឥឡូវខ្ញុំប្រើសង់ទីម៉ែត្រណាអញ្ចឹងរូបហ្នឹងបែរថាពេលយើងសេវមកវានឹងបង្កើតបាននៅរូបភាពមួយទទឹង50សង់ទីម៉ែត្របដោយ50សង់ទីម៉ែត្របានន័យថាស្មើនឹងកន្លះម៉ែត្រ4ជ្រុងអញ្ចឹងពេលដែលយើងឧទាហរណ៍យើងចង់ print មកក្រៅអីវាអត់បែកទេយើង print ប៉ុណ្ណឹងបើយើងដាក់ធំយ៉ាងហ្នឹងវា500 5000ហ្នឹងណា50ម៉ែត្រក៏500ម៉ែត្រអញ្ចឹងមកពេលដែលយើងយកមក print នៅម៉ាស៊ីន print យើង print ជាផ្ទាំងអីធំវាអត់បែកទេរូបយើងអត់បែកទេយើងវា full ហ្មង
ok ឥឡូវយើងបង្កើតឥឡូវយើងដាក់តែ50 cm đóណាអូខេអញ្ចឹងរូបនេះគឺกระดาษផ្ទាំងស background យើងហ្នឹងគឺ50 cm 4ជ្រុងហើយអូខេឥឡូវយើងមើលរូបយើងទៀតណែរូបយើងមុននឹងបានដាក់អីចឹងយើងត្រូវមាននេះកាឡានេះកាឡាខាងក្រោយ background ហ្នឹងណាអញ្ចឹងឥឡូវយើងនឹងបង្កើតកាឡានឹងទាំងអស់គ្នាបាទអញ្ចឹងដើម្បីបង្កើតកាឡាហ្នឹងយើងត្រូវយើងមិញយើងបង្កើត background មួយឥឡូវយើងត្រូវបង្កើត layer មួយទៀតបាទឥឡូវដើម្បីបង្កើត layer អញ្ចឹងបងប្អូនប្រើ control អូខេហើយបូកជាមួយនឹងC ហើយបូកជាមួយនឹង N ហ្នឹងយើងដើម្បីបង្កើត layer អូខេអញ្ចឹងបងប្អូនចុច control shift N អញ្ចឹងយើងនឹងបង្កើត layer មួយអញ្ចឹង layer ហ្នឹងសម្រាប់គូ line ឥឡូវខ្ញុំដាក់ line អញ្ចឹងបើបងប្អូនគូ line បងប្អូនគូលើ background នេះគឺយើងអត់អាចទាញវាបានទេមើលរូបនេះគឺយើងត្រូវទាញវារៀងផ្ដេកមើលទៅរៀងឆ្លោះអញ្ចឹងណាអញ្ចឹងបើសិនជាបងប្អូនគូលើ background នេះតែម្ដងបែរថាយើងទាញអត់បានទេអញ្ចឹងយើងត្រូវបង្កើត layer មួយសម្រាប់គូលើ layer ហ្នឹងហើយយើងទាញអូខេអញ្ចឹងយើងបង្កើត layer ហើយយើងកន្លែងមើលខាងនេះពណ៌បាទយើងដាក់ពណ៌មកយើងចង់គូពណ៌យើងលឿងខ្ចីតិចណានេះអូខេអញ្ចឹងនេះយើងនឹងឃើញពណ៌នេះអញ្ចឹងដើម្បីគូយើងប្រើ tool អីនេះដើម្បីគូបាទដើម្បីគូយើងប្រើbrush tool បាទ brush tool ហ្នឹងសម្រាប់គូបាទឥឡូវខ្ញុំដាក់នេះទូពីចុះប៉ុនវាដូចយើងធំពេកវាតែ22អូខេអញ្ចឹងយើងប្រើ brush tool អញ្ចឹងបន្ទាប់ពីយើងអូខេយើងបង្កើត layer ហើយយើងចុចលើ line នេះហើយចុចលើ line ហ្នឹងយើងបង្កើត layer ថ្មីយើងចុចលើ layer ហ្នឹងយើងកុំចុចលើ background màយើងចុចលើ background ថាយើងគូលើ background ហើយអញ្ចឹងយើងចុចលើនេះបាទចុចលើហ្នឹងបងប្អូននេះ brush tool នេះបាទយើងចុចលើហ្នឹងមកតមកយើងគូប៉ុន្តែបងប្អូនឃើញថាគូយើងខ្ញុំជឿជាក់ថាយើងមិនអាចគូត្រង់បានទេអញ្ចឹងយើងត្រូវប្រើ short យើងត្រូវប្រើវិធីសាស្ត្រគូអញ្ចឹងយើងគូអត់ត្រង់ទេអញ្ចឹងមុននឹងគូបងប្អូនពេលបងប្អូនគូបងប្អូនគូគឺពេលដែលគូនឹងត្រូវបូកជាមួយនឹងស៊ីផងដែរបាទហើយយើងប្រើបេតុងស៊ីដើម្បីជាប់វាដើម្បីគូណាអញ្ចឹងបងប្អូនចុចមកប៉ឹកចុចម៉ៅមកប៉ឹកណាហើយចុចស៊ីគូទៅបាទអញ្ចឹងវាត្រង់ហើយទោះយ៉ាងម៉េចគូត្រង់ហើយខ្ញុំសូមប្រាប់ថាបងប្អូនត្រូវចុចមកម៉ៅមកប៉ឹកមុនចាំចុចស៊ីបើអញ្ចឹងទេបងប្អូនចុចស៊ីជាប់រហូតឃើញវាជាប់តគ្នាមកអញ្ចឹងណាអញ្ចឹងយើងត្រូវចុចមកប៉ឹកសិនចាំចុចស៊ីដូចហ្នឹងណាបងអូខេងួនគូអញ្ចឹងមកអូខេនេះគូមកចេះអីចឹងហ្នឹងហើយវាយើងច្រឡំយើងអាចទីវាចេញអញ្ចឹងណាបើចុចស៊ីពេលខ្លះយើងអាចច្រឡំដែរយើងគូយកបញ្ញាពេលយើងគូតែយើងទៀមទាឲ្យបងប្អូនអាចថាផ្ចឹងចិត្តផ្ចង់តិចណាអារម្មណ៍ព្រោះបើយើងអត់មានអារម្មណ៍ទេយើងធ្វើបង្កើតដូចគ្នានេះដាក់នេះមួយទៀតអីយ៉ាអូខេឥឡូវនេះខ្ញុំគូកុំស្អាតអីដែរតែបងប្អូនចង់ design ស្អាតគូឲ្យស្អាតណាអញ្ចឹងបន្ទាប់ពីបងប្អូនគូហើយបាទបន្ទាប់ពីគូហើយពេលដែលគូហើយបងប្អូនត្រូវប្រើ control បាទ control បូកជាមួយនឹងអក្សរ T បាទប្រើដើម្បីអីឥឡូវសាកចុចមើលទៅប្រើដើម្បីអីបាទចុចទៅ
វានឹងឃើញអ្នកបន្ទាត់កម្លាំងជុំវិញនេះឲ្យដើម្បីយើងអាចទាញវាអង្កលវាបានតែឥឡូវយើងមើលរូបដើមវិញតិចរូបនេះគឺបាទរូបនេះគឺបន្ទាត់នេះរៀងផ្ដេកមែនទេអញ្ចឹងដើម្បីឲ្យគូបន្ទាត់ផ្ដេកឲ្យវាផ្ដេកហ្នឹងបើយើងគូអញ្ចឹងយើងគូបើយើងគូបញ្ឆិតទៅគឺវាអត់ស្អាតដែរយើងគូអញ្ចឹងណាហើយប្រើ control key ហើយយើងប្រើ right click បាទ right click តបមកយើងយកពាក្យថា D shot អូខេ D shot អញ្ចឹងយើង control T ហើយតបមកយើង right click បូកជាមួយនឹង D shot right click ឯងយកពាក្យថា D shot ណាអូខេម្ដងទៀតយើង right click យកពាក្យថា D shot អញ្ចឹង D shot ហ្នឹងយើងអាចទាញវាបានណាឃើញទេបងទាញវាថាបវលវាប្រហែលបាន360ដឺក្រេអញ្ចឹងបងទាញដាក់ចេះមកនេះអាចតែកាត់លើនេះមកអូខេយើងចេញរូបរាងណាអាចទាញវាបានអូខេឥឡូវយើងមើលរូបដើមអូខេយើងទាញអញ្ចឹងហើយយើង tick អូខេអញ្ចឹងបន្ទាប់ពីបងប្អូនគូនឹងហើយបាទយើងមើលរូបដើមនៅអីទៀតនេះឥឡូវយើងចូលមកដាក់រូបនេះហើយកន្លែងpass នេះមិញបើបងប្អូនដែលគូវារៀងទូចង់គូឲ្យធំនេះអាចសេរីទំហំវានៅខាងលើនេះបានណានេះយើងចង់គូវាធំវាណាចុះទំហំវាហ្នឹងគូធំអីក៏បានដែរចែកលើបងប្អូនណាចឹងអានេះមិញខ្ញុំគូថាទំហំវាទូច13មិញហ្នឹងគូតែ13អញ្ចឹងវាមើលទៅទូចណាអានេះចែកលើបងប្អូនចង់គូធំតូចចែកបងប្អូនអូខេឥឡូវយើងចូលមកដាក់រូបនេះម្ដងណាអញ្ចឹងដើម្បីដាក់រូបនេះចូលមកក្នុងនេះបងប្អូនទាញរូបតម្លាក់ចុះពីហ្នឹងមកណាតោះមកទាញមិនចេះមកហើយយកខាងនេះ tool ខាងលើនេះសញ្ញាព្រួញគឺ move tool បាទ move tool ហ្នឹងបងប្អូនចាប់លើរូបហ្នឹងចុចចំរូបហ្នឹងទាញវាចុះមកបាទទាញវាចុះមក copy វាចុះមកហើយយើងបិទវាចោលទៅអូខេឥឡូវដាក់រូបនេះចំនេះអូខេអាចទាញវារីករួមវាណាបើសិនជាបងប្អូនថាអត់ឃើញកន្លែងទាញនេះបងប្អូនមើលកន្លែងនេះព្រោះពេលខ្លះយើងថ្លើមមកវាអត់ទាន់ចុចshow transform control ហ្នឹងឯងអញ្ចឹងវាយើងទាញបរិចវាអត់កើតទេតែយើងធីកយកកន្លែងហ្នឹងណាអញ្ចឹងអាចទាញវាបានហើយអូខេអញ្ចឹងមើលរូបនេះវាដូចជារូបដើមដូចជាមាន2មែនទេហើយវាឆ្លុះដូចរូបយើងឆ្លុះកញ្ចក់អញ្ចឹងណាអញ្ចឹងដើម្បីបាន2ហ្នឹងណាបងប្អូនមិនបាច់ចាំបាច់ទាញវាមក2ដងឯនាំតាហត់ទេបងប្អូនគ្រាន់តែPL បាទPL បូកជាមួយនឹងបងប្អូន click hold click ណា hold click គឺ hold click ណាបងប្អូន click ឲ្យជាប់ណា hold ណាបងប្អូនប្រើ Alt ហើយ click វាជាប់តមកទាញវាចុះមកឃើញទេវា copy មកហើយវាបង្កើត layer យើងបានមួយទៀតណាតែថាបងប្អូនបាច់ចាំបាច់ទាញ2ដងតម្រឹមគ្នាអីវាអាចថាមិនងាយត្រង់អញ្ចឹងណាអញ្ចឹងតទៅពីបងប្អូនធីកចឹងហើយនេះដើម្បីដាក់ឲ្យវាមកផ្ដេកចេះណាបងប្អូនប្រើដូចមិញចឹងប្រើ control បូកអក្សរ T បាទតមកយើង right click អញ្ចឹងដើម្បីឲ្យវាវិលមកជុំបងប្អូនយក rotate 180អញ្ចឹងវាវិលមកជុំដល់វា rotate 180ហ្នឹងហើយបងប្អូន right click ម្ដងទៀតយកពាក្យថា flip horizontal អូខេវាវិលមកដូចយើងឆ្លោះអូខេអញ្ចឹងហើយយើង right click លើនឹងម្ដងទៀតហ្នឹងហើយយើងយកពាក្យថា perspective អូខេ perspective ដើម្បីទាញវាបាទយើងទាញវាចឹងមកអូខេងាយបងប្អូនអាចសាកធ្វើមើលណាអូខេឥឡូវយើងបានណាតោះមើលទៀតមើលរូបដើមទៀតមានអីទៀតនេះពណ៌លឿងជុំវិញនេះអញ្ចឹងពណ៌លឿងហ្នឹងមិនមែនបងប្អូនយកpass tool នេះមកគូវាតាមអញ្ចឹងណាអញ្ចឹងគូយើងអត់ចេញទេ
chẳng mong ôn thử nè right click lừa lại giờ nó ok nhưng cái xây ỏi mình tích for put color ok nhưng vậy cho lớn ấy bóng ôn right click lừa layer right click on layer và hai bài tập máu dương vô biệt thá blending option và cái chạm á bóng vốn dương right click lên layer rụp bỏ dương đó và ra rụp muối dương bên layer muối nè layer muối lá như mình layer muối bên cái đó mình layer muối chứ dương trong cụ lớn nó dương cho layer nắng right click viên nó dương cho blending option tôi máu bóng phone cho biết thá stroke blending option hỏi stroke ok stroke này cho mà gió nữa ok vì luôn mà chơi mà con giờ này color rồi đó những đồ form này form với bánh phổi cái còn lương nó là dùng cho phổi lương máu chạy lấy bóng ổn này nắng hồn trong đã kêu đã với ton đã ai phò si trùng khu ấy để được bóng ổn này trắng là nó ngày tọt mó dương tiền như trắng này số 10 thì sai tùm húm mà dương là hai tùm húm về đây nó húm mò mấy trắng nè ok đôi cái này lớn đi nè lớn đi đôi chỉ miền ru miền phôi miền khiếu không còn đôi cái này là đi option máu stroke nâng máu bằng vốn gọt đồ phò color cái này đồ đại hiện phôi khiếu chẳng nó nè phôi khiếu chẳng nó rồi làm tụm hùng về nó ok đôi cái này đó ok lấy rút đi dương man phải cho ấy lấy dương to màu vì này tiết chỉ trong cái này ok lấy dương bật anh để cho mũiกันdương mưa rụt đi hái nè lấy dương mưa cho mà đấy rụt ít cả đó là còn cả đó là chơi đi nè bong bồn tiền cho đi khania máu hay chơi cho này bây giờ lấy giờ dương ấy do mù thu lên khania lấy tiền giờ đạt được cái này ok chào mắt này ok anh ấy cho background mong muốn cho background này lấy đâm bay cắt background đâm bay cắt background mong muốn use và use magic và magic tool và magic pen tool đầm bấy cắt là ngày chẳng magic pen tool này bà này magic pen tool nó bong ôn phở vì sẽ mẹp cắt tận đấy cắt background na để vì miền po đôi cái này về sân chỉ ở miền po đôi cái này tế dương đừng phở về thi sát xây là bấy cắt tiệt lớn nó nhầm và hành về thi sáng nghi để ra sẽ mẹp hụp na đấy giờ miền background po đôi cái này po so tầng o kia tầng o lương tầng o nắng dương ai phở magic pen tool lưng ba này ok lấy dương do nắng máu nhưng click đều viếng này cờ bê tông delete và chụp delete do mong tới để cắt ở đấy ok nữ cắt o đấy và nói ok chấn tôi bị dương cắt hái và dương phở control đi và tôi bị dương bây giờ cắt hái ok use control và control bố so đi đầm bay ấy nè control đi nè đầm bay select nè
nằm bay select để thà với bong phone card hái vì riêng vì chụp sẽ cho ấy mà con control đi tới vì select gió nè một con này tiền mà này kìa là tiền tiền gió món thế ok lợi dương hai mũi tia đấy dương nơi sau mũi tiết nè chẳng đôi cái tiền đã không tiền đã mà rồi về tôi đi ok nghe đấy là lợi dương cắt background cái cắt background chế như magic tool này máu delete thì hỏi đấy thì dương delete thấy con control đi rồi ok chẳng đi dương mới vì miền là so kiểu lấy nhưng hai mươi tiết cứ đối cái này blinding option này hai bóng phone vô phía thá outer grow nói còn còn đồ phò máu đã kill máu thì vì sự điên cái này là lại nữa thấy đồ lại screen này đã màu normal cái normal thằng vốn speed size máu này nè chạy được po chạy được bóng phone là lánh tiền đã mà nguyên po a nữa thành tình u cũng po ấy chẳng ok ok chẳng đôi cái này mình đã ôn chơi right click máu ok bản thân gì thì họ đã dừng mình trẻ nè viêm toàn họ dừng chơi chỉ dừng right click chế nhỉ còn cô này thay chả lòm mấy cái lá chả lòm á chẳng right click chế nhưng mong ôn phải control thì được nhưng bàn đẹp muốn control thì mà dừng ai right click chế nhỉ tại dừng o tế dương này dương thịt viên chơi hơi hầm đá nè control dương như right click chế nhỉ chẳng cần control thì right click máu vô phía thá flip horizontal ok ô cùng tên a này đó dương thờ lấy hold click để nhầm hẹp chun muốn đó nhìn thích vision hold click để dùng tiền nhiều máu còn to máu dương control thì dương gió này bà ok là này chấn mê riêng thì mua dương cứ xem mẹ vậy chấn nhung sừng không tha về bong ô từng ở cái test nè video đi hái và con chị ai cho tôi ban từ trên này đăng thấm mày bản thân thì bong ôn này chơi hái nhưng chưa tha vì mẹ chị trên này đăng thấm mấy tại mẹ để bong ôn này từ về tròn riêng đi còn riêng hai khá đây vấn đây ai tha nâng khơi như trên nói ấy để thấm mấy nè chân ở con cha này miền chỉ ngó lấy ai xả xuôi nhom bán hay chui người ta miền bóng ôn này để có trong chơi hay bóng ôn squat ai cho chui xe link video nâng tới ở quạt bàn tiệt sná và to bằng này ở con trán thì mẹ cả chân này pin tiệt sná hay chụp nhom nơi mình hiện thì pi và to tiền con nghiệp điều